អស់លោកអ្នកនាងជាទីមេត្រីនៅក្នុងនីតិស្វែងយល់ប្រវត្តិសាស្ត្រកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីសម័យអាណាចក្រនគរភ្នំសូមអញ្ជើញអស់លោកអ្នកនាងតាមដានស្ដាប់ដូចតទៅដីនៅតាមដងទន្លេមេគង្គភាគខាងក្រោមហើយនៅក្នុងដែនដីសណ្ដនៃទន្លេនេះបានត្រូវពួកខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វដៀកឬដែលជឿថាបុព្វបុរសដូនតារបស់ខ្លួនមានអំបូរមកពីពូជនាគរស់នៅតាំងពីយូរលង់មកហើយបើតាមឯកសារចិនរបស់លោកកាំងថៃដែលបានមកទស្សនានគរភ្នំនៅពាក់កណ្ដាលសតវត្សទី3នៃគ្រិស្តសករាជបានរៀបរាប់ថាប្រហែលជាក្នុងឆ្នាំ50នៃគ្រិស្តសករាជមានជនជាតិឥណ្ឌាជាព្រាហ្មណ៍ម្នាក់ឈ្មោះហ៊ុនទៀនបានធ្វើដំណើរមកពីប្រទេសឥណ្ឌាឬមួយមកតាមកោះខាងត្បូងមកអាណាចក្រភ្នំហេតុដែលបណ្ដាលឲ្យព្រាហ្មណ៍ហ៊ុនទៀនធ្វើដំណើរមកកាន់នគរភ្នំនេះព្រោះយប់មួយនោះព្រះបាទហ៊ុនទៀនបានយល់សប្តិឃើញថាទេវតាដែលបីបាច់ថែរក្សាព្រះអង្គបានធ្វើអំណោយធ្នូទឹកមួយដល់ព្រះអង្គហើយបញ្ជាឲ្យព្រះអង្គឡើងជិះសំពៅដ៏ធំមួយលុះព្រឹកឡើងព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថានដើម្បីធ្វើសក្ការៈបូជាស្រាប់តែបានឃើញធ្នូទឹកនោះដូចសុបិនមែនបន្ទាប់មកព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រទៅកាន់អាណាចក្រភ្នំតាមការណែនាំរបស់ទេវតាក្នុងការយល់សប្តិនោះមកដល់នគរភ្នំព្រះអង្គបានពើប្រយុទ្ធជាមួយរាជិនីនៃរដ្ឋនេះគឺព្រះនាងលីវី ដែលបាននាំកម្លាំងទ័ពមកវាយលុកលើសំពៅព្រះអង្គដោយឫទ្ធានុភាពធ្នូទឹកព្រះអង្គក៏ទទួលបានជ័យជំនះលើព្រះនាងលីវីដែលជាម្ចាស់ស្រុកដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងឲ្យធ្លាយពីម្ខាងទៅម្ខាងដោយឃើញព្រះបាទហ៊ុនទៀនមានឫទ្ធិខ្លាំងពូកែដូច្នោះព្រះនាងលីវីក៏ព្រមចុះចាញ់ព្រះអង្គហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសីតាំងពីពេលនោះមកចំណែកសិលាចារឹកចាមនៅមីសឺនគ្រិស្តសករាជ658វិញបានឲ្យយើងដឹងថាព្រះបាទហ៊ុនទៀនដែលចិនហៅនោះឈ្មោះកៅដេញឯនាងលីវីវិញគឺព្រះនាងសូមាកូនព្រះច័ន្ទឯខាងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជាវិញបានហៅព្រះនាមស្ដេចនោះថាព្រះថោងនិងនាងនាគដែលបានបន្សល់ទុកនៅកេរដំណែលទំនៀមទម្លាប់ប្រពៃណីជាច្រើនឲ្យជីវភាពសង្គមខ្មែររហូតមកដល់សប្តាហ៍ថ្ងៃនេះថែមទៀតផងដូច្នេះរួមសេចក្តីមកគឺព្រះបាទហ៊ុនទៀនឬកៅដេញឬព្រះថោងនិងនាងលីវយីឬព្រះនាងសោមាកូនព្រះច័ន្ទឬនាងនាគនេះហើយដែលជាអ្នកបានកសាងឡើងនៅសន្តតិវង្សឬរាជវង្សខ្មែរជាដំបូងគេបង្អស់នោះម្យ៉ាងទៀតគឺពេលនោះហើយដែលព្រះថោងឬកៅដេញឬហ៊ុនទៀនដែលជាជាតិឥណ្ឌាបាននាំយកនៅទំនៀមទម្លាប់ប្រពៃណីផ្សេងពីប្រទេសឥណ្ឌាមានសាសនាភាសាអ្នកប្រាជ្ញអក្សរច្បាប់ទម្លាប់ផ្សេងពិសេសគឺរបៀបរៀបចំឬគំនិតដឹកនាំប្រទេសតាមបែបរាជាធិបតេយ្យមកបន្ថែមឲ្យឬក៏ការបញ្ចូលគ្នានឹងអ្វីៗដែលសង្គមខ្មែរមានរួចទៅហើយដូចជាជំនឿលើព្រលឹងដូនតាគោរពមេបាអរិយអ្នកតានិងលទ្ធិមេដាធិបតេយ្យយកមេជាធំដែលជាហេតុធ្វើឲ្យសង្គមខ្មែរក្នុងសម័យនោះមានការរីកចម្រើនយ៉ាងឆាប់រហ័សឈ្មោះនគរវិញគឺប្រហែលពីពេលនោះមកហើយដែលមានឈ្មោះថានគរភ្នំព្រោះតាមឯកសារចិនបាននិយាយច្បាស់ថាអធិរាជអាណាចក្រភ្នំមានថរន្តរនាមថាគូឡុងគឺក្រុងដែលសពថ្ងៃមានន័យថាស្ដេចសោយរាជ
ម្យ៉ាងទៀតតាមការនិយមរបស់ជនជាតិចិនគេច្រើនប្រើឈ្មោះឬពាក្យតែមួយសម្រាប់សម្គាល់ប្រទេសផងប្រជារាស្ត្រមួយផងរាជធានីផងឬក៏ឋានន្តរនាមរបស់អ្នកដឹកនាំផងដូច្នេះពាក្យហ្វូណនចិនប្រកាសជាហៅតាមឋានន្តរនាមព្រះចៅអធិរាជគឺក្រុងភ្នំហើយហ្វូណនគឺជាសំនៀងចិននៃពាក្យភ្នំឬភ្នំរបស់ខ្មែរនេះឯងឯការដែលអធិរាជអាណាចក្រភ្នំមានឋានន្តរនាមក្រុងភ្នំដូច្នេះគឺប្រហែលជាមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរឯកសារចិនបានរៀបរាប់ថាព្រះអាទិទេពយាងចុះលើភ្នំម៉ូតានជាញឹកញាប់ព្រះអង្គបានយកទីនោះដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់ព្រះអង្គព្រះចៅអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គហើយប្រជារាស្ត្រក៏បានសុខចម្រើនដោយសារនោះផងដែរចំណែកខាងរាជធានីនៃអាណាចក្រនគរភ្នំវិញមានឈ្មោះថាវេយ្យធបុរៈប្រហែលស្ថិតនៅម្ដុំបាភ្នំមានចម្ងាយប្រមាណ200គីឡូម៉ែត្រពីសមុទ្រ